នៅសាលាបឋមសាក្រឡានេះគឺសម្រាប់ឆ្នាំ2024-25នេះគឺសិស្សសរុបមាន143នាក់ក្នុងនោះស្រី57នាក់ហើយសាលានឹងមានពីថ្នាក់ទី1ដល់ថ្នាក់ទី6ក្នុងនោះដែរក៏មានសាលាពុះភាសាសម្រាប់បញ្ហាប្រឈមដែលពួកខ្ញុំរៀននៅអគារចាស់គឺពេលដែលភ្លៀងម្ដងនៅមានខ្យល់មានផ្គរអញ្ចឹងធ្វើឲ្យអង្គើឬក៏អគារនឹងជិតរលំពេលមេឃភ្លៀងខ្លាំងនឹងខ្លាចអគារបាក់បែកឬក៏ដួលរលំគ្មានសុវត្ថិភាពដល់ពេលធ្លាក់ភ្លៀងហើយអគារនឹងកាន់តែសាច់ចាលគ្រូហើយរៀនមិនកើតដល់ពេលអញ្ចឹងទាំងគ្រូទាំងសិស្សហ្នឹងក៏នាំគ្នាឈរនៅមុខក្តារខៀនដល់ពេលអ្នកគ្រូបរៀនអាណិតអ្នកគ្រូដែរខំស្រែកដើម្បីឲ្យយើងឮសាលារបស់ខ្ញុំទោះជាមិនស្អាតណាស់តែក៏ខ្ញុំចង់ដែររៀនពេលខ្ញុំដឹងគេធ្វើសាលាមកសាលាខ្ញុំរំថាសប្បាយចិត្តហើយរំភើបថាម៉ាយើងមានសាលាថ្មីហើយគេសាងសង់ថ្មីទៀតកាន់ថ្មីឲ្យយើងរៀនខំតែខំរៀនតទៀតទៅកូនចាខ្ញុំគិតថាការចូលរៀននេះគឺពិតជាមានសារៈសំខាន់លោកគ្រូព្រោះយើងប្រៀបធៀបទៅលើកុមារដែលក្នុងសាលានិងកុមារក្រៅសាលាគឺទាំងភាសាទាំងអរិយាប័ត្ររបស់ពួកគាត់គឺខុសគ្នាជីវភាពរបស់ខ្ញុំក៏មិនធូរធានដែរប៉ុន្តែពួកខ្ញុំមានកម្លាំងចិត្តក្នុងការជំរុញកូនឲ្យទៅសិក្សារៀនសូត្រដោយសារពួកខ្ញុំគិតថាការសិក្សារៀនសូត្រជាសារៈសំខាន់ណាស់សម្រាប់កុមារគ្រប់គ្នាផ្ដាំផ្ញើឲ្យខំរៀនបើម៉ែទៅអត់ជួយចេះអក្សរពេលនេះទៅឲ្យកូនខំរៀនដើម្បីអនាគតកូនអនាគតរបស់ខ្ញុំចង់ក្លាយជាពេទ្យដើម្បីព្យាបាលប្រជាពលរដ្ឋខ្មែរចាតកតនឹងការលើដំណឹងថាក្នុងភូមិកាឡាហ្នឹងនឹងមានសាងសង់សាលាថ្មីមួយខ្ញុំតំណាងណាព្យាបាលក្នុងភូមិកាឡាពិតជាសប្បាយចិត្តណាស់ហើយអរគុណសម្រាប់រដ្ឋាភិបាលដែលបានជួយសាងសង់សាលាក្នុងភូមិកាឡានេះពិតជាសប្បាយចិត្តហើយអត់មានពាក្យនិយាយក្រៅពីសប្បាយចិត្តនិងអបអរសាទរក្នុងភូមិកាឡានេះដែរឃើញទឹកចិត្តរបស់គាត់សប្បាយរីករាយហើយពួកគាត់សន្យាថាបើសិនជាបានអគារថ្មីនឹងថែទាំចាថែទាំដោយទី1បើសិនជាអគារហ្នឹងគេដាក់ការ៉ូគាត់ថាអត់យកបែកជើងឡើងពាក់ឡើងទៅលើទេជំរុញទៅមិនឲ្យកូនចូលរៀនដើម្បីយើងខ្វះខាតដូចថាជីវភាពអីខ្លះទៅយើងខំចូលរៀនដើម្បីអនាគតរបស់កូនទៅថ្ងៃអនាគតបើយើងក្រថាយើងក្រចុះឲ្យក៏ក្រចំណេះដែរក្នុងនាមខ្ញុំជាម្ដាយមួយរូបខ្ញុំទោះមិនមានលទ្ធភាពប៉ុណ្ណាខ្ញុំនឹងប្រឹងអស់ពីសមត្ថភាពលទ្ធភាពសម្រាប់ក្រុមគ្រួសារខ្ញុំដើម្បីជួយកូនឲ្យបានរៀនដូចគេដូចឯងដែរចាអគារសាស្ត្រថ្មីនឹងបាន5បន្ទប់អញ្ចឹង4បន្ទប់ខ្ញុំរៀបចំដាក់តាមថ្នាក់របស់ឲ្យអ្នកគ្រូគាត់កាន់ទៅពេលមួយថ្នាក់ទៀតខ្ញុំធ្វើជាបណ្ណាល័យសម្រាប់ឲ្យសិស្សចូលរៀនអានចាជាចំណុចចុងក្រោយក៏ទី1គឺសូមអរគុណលោកគ្រូអ្នកគ្រូនៅភូមិកាឡាដែលបានបង្រៀនព្រៀនប្រដៅដល់កុមារក្នុងការសិក្សាតាំងពី2001រហូតដល់ពេលឥឡូវនេះខ្ញុំឃើញថាពួកគាត់យកចិត្តទុកដាក់ក្នុងការបង្រៀនណាស់ហើយជាពិសេសអរគុណខាងរដ្ឋាភិបាលដែលបានជួយផ្ដល់សាលាសម្រាប់ភូមិកាឡាក្នុងនាមជាគណៈគ្រប់គ្រងសាលានេះក៏សូមអរគុណរាជរដ្ឋាភិបាលដូចជាឡាសេត3ដែលបានរៀបចំឲ្យខ្នះខ្នែងដល់សហគមន៍ភូមិកាឡាទាំងមូលដែលលក្ខណៈថាគាត់ផ្ដល់ជាចំណេះដឹងមួយដែរបើសិនជាមានអគារសិក្សាក៏អត់មានចំណេះដឹងសម្រាប់កុមារនៅក្នុងសហគមន៍នេះរៀនសូត្រដូចគ្នាចា៎